គេថាមកយងដង street food នេះជាកន្លែងបោកអ្នកទេសចរខ្ញុំអ្នកទេសចរតាសប្បាយចិត្តនឹងឲ្យគេបោកហ្មងនេះបោកមកថ្ងៃនេះមកសាក street food នៅកូរ៉េសេអ៊ូលគេថាកុំឲ្យទៅកន្លែងហ្នឹងទៅបដ ாய் ទៅសាកបដ ாய் ឥឡូវមកសាកឈីសមួយอันนี้เราก็แค่เหมือนit's almost like it អានំមានពងមាន់នេះឡើងឈ្ងុយហ្មងឈ្ងុយខ្លាំងឆ្ងាញ់ញ៉ាំជក់មាត់ហើយនេះវិញជាប្រភេទ barbecue សាច់កៈញ៉ាំញ៉ាំយ៉ាងពីอันนี้ถึงห้านะจะห้าบันยอนนี่มันทำនេះមកដល់សាច់កៈ fish cake គេហើយចង់ហត់ទឹកស៊ុបគេឃើញគេហត់ខូកនៅក្នុងរឿងក៏ឆ្ងាញ់ម្ល៉េះ Can I have two fish cake and one tteokbokki No egg បាច់no need មកសាក់តូបកីនៅកូរ៉េផ្ទាល់ម្ដងហើយសម្រាប់ fish cake នេះគេឲ្យយើងដួសទឹកស៊ុបហើយដាក់អីខ្លួនឯងទៅឲ្យបន្ទុកលើគេមកព្រោះឆ្ងាញ់ខ្លាំងបើថាមានពោះដាក់ទៀតហូប3 4ចង្កាក់នេះណាស់តែយើងចង់សាកផ្សេងតាร้านเธอก็หลังต้นนะยังลมหมดก็ทำเหมือนกันมั้งเขาบอกคือก็ลมหมดมั้งง่ายเหรอបើតាមចិត្តចង់នោះគឺចង់សាក់បន្ទប់មួយតែវាគ្មានពោះដែរតែឃើញបកាមួយបឺនេះដូចរឿងតំណងឯអូយបឺពោះគុជអូយឡើងឈ្ងុយបឺខ្លាំងមែនតើហ្មងហ្នឹងហើយបើនិយាយពីតម្លៃវិញមានអាខ្លះ 5,000 វ៉ុន 10000 វ៉ុនវាស្មើ3រៀលឬក៏6រៀលអីចឹងឥឡូវមានការសម្រាប់សិនសម្រាប់ជើងហត់ទាំងមាត់ហត់ទាំងជើងចានិយាយរសជាតិខ្ញុំឆ្ងាញ់គ្រប់មុខហ្មងដោយសារយើងចូលចិត្តចឹងដែរតែដឹងហូប scallop អីឆេះភ្លើងនេះមួយសិនតំណងតាง่ายมากចូលចិត្តហ្មងអា scallop អា shrimp ហ្នឹងដល់ញ៉ាំតិចតួចមិញហ្នឹងសរុបមកអស់$30អីដែរតាតែ$30ហ្នឹងញ៉ាំ3នាក់ទៅ3នាក់អូយឈ្ងុយមែនគួយបងមន់ទៅស្មាននំបងមន់យ៉ាអូឆ្ងាញ់ឆ្ងាញ់ណាអាញ៉ុងហាសេអូនអូប៉ាសារ៉ាំងហេយ៉ូគីមឈីនៅស្រុកកូរ៉េគេផ្ទាល់នេះរសជាតិផ្សេងពីគីមឈីដែលខ្ញុំធ្លាប់ញ៉ាំនេះស្មានតែខ្លួនឯងដឹងរសជាតិគីមឈីពិតទេតាដល់មកដល់ស្រុកកូរ៉េផ្ទាល់បានភ្លឺភ្នែកហងៃខ្វាក់ភ្នែកមើលទៅសិតតែភ្លឺភ្នែកនេះតែមានការរើសចំហាងសិតតែតារាចូលនេះតារាសិតធំទៀតណាគេដាក់ប្រព័ន្ធណានៃឲ្យមើលនៅមុខទ្វារនឹងហ្មងណា CLCA មកទាំងអស់ចាហើយសាច់អាំងទៀតនេះគេមានរបៀបញ៉ាំទៀតឲ្យគ្រប់តុកទាំងអស់យើងមានដាក់នេះអា monitor នេះយើងអាច order បានខ្លួនឯងហើយគេតម្រូវឲ្យយើងហៅសាច់ទៅតាមមនុស្សដូចគ្នាយើង3នាក់ត្រូវហៅ3ចានដែរគេមានវិធីកំងដែរដំបូងគេឲ្យហៅប៉ុណ្ណេះសិនឧទាហរណ៍ថាយើងចង់ញ៉ាំបាយតតែដាក់ order ក្រោយឥឡូវគេឲ្យញ៉ាំប៉ុណ្ណឹងសិនអញ្ចឹងមានសាច់មានបន្លែមានគីមឈីអញ្ចឹងសិនទៅឈោចំអិនឲ្យយើងអញ្ចឹងកាត់ជាប្រទេសដាក់រៀបឲ្យយើងអញ្ចឹងហើយបាទយើងអាចញ៉ាំបានសួរថាហាងឈ្មោះអីអត់ចេះអានទេមើលតែអក្សរកូរ៉េនេះទៅនេះដឹងថានៅទីតាំងនៅមយ៉ងដុងហើយបកមកនិយាយពីរឿងគីមឈីវិញមានអារម្មណ៍ថារសជាតិនៅនេះដិតជាងហើយជូរជ្រះឆ្ងាញ់ហ្មងត្រូវមាត់ខ្ញុំពេលខ្ញុំញ៉ាំនៅខ្មែរនឹងគីមឈីខ្ញុំអត់សូវលូកទេអត់ចេះហ្មងគីមឈីតែធ្វើឲ្យដាក់ឲ្យយើងញ៉ាំអញ្ចឹងជាតិវាអត់ទាន់ចេញដល់ពេលនៅនេះគេជាតិញាក់សាច់ហ្មងតបមកបានគេឲ្យយើងនឹងអាចកំងបាយរបៀបបាយគីមឈីចេះបានគេឆាឲ្យយើងអញ្ចឹងយើងទុកសាច់ញ៉ាំខ្លះអញ្ចឹងទៅមួយបាទសាច់នឹងទៅដាក់ផ្ទាប់មួយគីមឈីក៏ឆ្ងាញ់អាបាយនឹងឆាគីមឈីនឹងឆ្ងាញ់ទៀតអូជាតិសាហាវនេះមិនចេះតែអួតមិនចេះតែនិយាយណាគីមឈីនៅស្រុកនេះចូលគ្រប់ហាងគឺរសជាតិគេប៉ិនគ្នាជូរប៉ិនគ្នាមកអត់មានណាគេចាញ់ណាហូបឆ្អែតទេណាដើរចុះដើរឡើងតាមផ្លូវទៅកន្លែងគេងវិញហ្នឹងឃើញស្តង់ឃើញអីហ្នឹងឈប់ចូលទិញត្នេះដាក់ទៅទីស៊ីនោះស៊ីអត់ឈប់នេះ